បាទសួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំបង្ហាញបងប្អូនអំពីរបៀបបង្កើតនៅទ្របលីសបាទនៅទ្របលីសបានន័យថាយើងបញ្ចូលឈ្មោះធ្វើជាលីសនៅក្នុងកាឡឹមរបស់យើងនេះដើម្បីងាយស្រួលក្នុងការ select យកនៅឈ្មោះមុខតំណែងណាមួយមកបង្ហាញបាទអញ្ចឹងរបៀបធ្វើនៅទ្របលីសនេះគឺយើងត្រូវវាយឈ្មោះនៃតំណែងរបស់យើងដាក់នៅក្នុងប្រអប់មួយសិននេះបាទចឹងយើងមានប្រមាណគឺយើងវាយចូលទាំងអស់សិនមកបាទឥឡូវខ្ញុំនេះឧទាហរណ៍មានឈ្មោះមួយចំនួនដែលខ្ញុំវាយចូលក្នុងប្រអប់នេះបាទចឹងយើងត្រូវ select លើឈ្មោះទាំងអស់នេះរួចហើយយើង copy បាទ copy យើងចូល home បាទបន្តទៀតយើងคลิกទៅលើ copy icon នេះបាទបានន័យថាយើង copy នៅឈ្មោះទាំងអស់នេះទុកសិនបន្តទៀតយើង select លើនៅ column ដែលយើងត្រូវបង្កើតទ្រប list នេះបាទ select រួចហើយយើងចូលទៅត្រង់កន្លែង data បាទចុចទៅលើ data tab នេះបន្តទៀតយើងคลิกទៅលើ data validation បាទចុចទៅលើ data validation ទៀតបាទបន្តទៀតវានឹងចេញប្រអប់មួយដើម្បីឲ្យយើងកំណត់នៅទ្រប list down នេះបាទត្រង់កន្លែង allow នេះត្រង់កន្លែងខាងក្រោមនេះគឺយើងចុចជើរើសយកនៅ list បាទត្រង់កន្លែងប្រអប់ខាងក្រោម resource នេះគឺយើងត្រូវបាទត្រូវបង្ហាញបាទថាត្រូវផាសនៅតំណែងដែលយើងបាន copy មិញនេះយើងផាសចូលក្នុងប្រអប់នេះមកបើសិនជាយើងវាយចូលម្ដងមួយក៏បានដែរប៉ុន្តែយើងបាន copy ទុករួចហើយយើងគ្រាន់តែផាសមកចា៎បាទរបៀបផាសគឺយើងចុចទៅលើ home tab ឬហើយคลิกទៅលើផាស icon ឡើយនេះបាទបន្តទៀតយើងคลิก OK បាទពេលនោះវានឹងបង្ហាញនៅទ្របឈ្មោះនៅក្នុង list លើ column របស់យើងហើយនេះបាទនេះចុចទៅលើទ្រប list នេះមកបាទឃើញបង្ហាញនៅឈ្មោះដែលយើងបានបញ្ចូលមិញនេះណាមានចំនួនមួយចំនួននៅក្នុងនេះបាទអញ្ចឹងយើងជើរើសយកឈ្មោះណាមួយមកបង្ហាញនៅតាម row នីមួយមកបាទនេះឥឡូវខ្ញុំជើរើសយកបង្ហាញនៅតាម row នីមួយនេះបាទចុចជ្រើសយកមកអញ្ចឹងបើសិនជាមុខតំណែងណាដែលយើងត្រូវលក់ចេញគឺយើងចុចជ្រើសយកមកបាទនេះបាទអញ្ចឹងខ្ញុំជ្រើសរើសរួចហើយបាទនេះគឺហៅថារបៀបបង្កើតនៅទ្រប list បាទនៅក្នុងតារាងខាងក្រោមនេះគឺរបៀបស្រង់យកទិន្នន័យទៅតាម ID បាទន័យថាយើង search ទិន្នន័យទៅតាម ID ដែលយើងចង់បង្ហាញនៅក្នុងកាឡឹមខាងក្រោមនេះបាទនៅខាងលើនេះយើងវាយ ID ណាមួយមកបញ្ចូលនៅកន្លែងនេះមកអញ្ចឹងវានឹងចាប់យកតែ row ដែលមាន ID នោះមកបង្ហាញនៅទិន្នន័យនៅខាងក្រោមនេះបាទរបៀបធ្វើយើងគ្រាន់តែដាក់ cursor នៅចំទីតាំងខាងក្រោមនេះនៅតារាងខាងក្រោមនេះខាងក្រោម item នេះបាទរួចហើយយើងសរសេរចូលវាយស្មើយើងប្រើរូបមន្តមួយឈ្មោះថា x lookup បាទអញ្ចឹងយើងវាយរូបមន្តឈ្មោះថា x lookup បើកវងកញ្ចក់មួយបន្តមកទៀតយើងយកម៉ៅរបស់យើងចុចទៅលើកន្លែងទីតាំងខាងក្រោម ID នេះកន្លែងតេនេះបាទបន្តមកទៀតយើងកបិសមួយបាទរួចហើយយើងយកម៉ៅរបស់យើង select លើ ID នៅតារាងខាងលើនេះទាំងអស់បាទបន្តទៀតយើងកបិសមួយរួចហើយយើង select លើទិន្នន័យដែលយើងមិនទាន់បាន select នេះចាប់ពីitem នេះបាទ select ទាំងអស់មកនៅក្នុងតារាងខាងលើនេះ select ទាំងអស់មកបាទបិទវងកញ្ចក់វិញហើយ enter បាទពេលនោះវានឹងចេញរបៀបនេះបាទចេញរបៀបនេះមិនមែនខុសទេបាទយើងត្រូវតែចង់បានទិន្នន័យយើងគ្រាន់តែ search បាទដាក់បែកបញ្ចូល ID កន្លែងនេះមកអញ្ចឹងវានឹងចាប់យកនៅ row ណាដែលមាន ID នឹងមកទាំងអស់ហើយបាទឥឡូវខ្ញុំ search ដាក់វាយកន្លែងនេះគឺ055ចា៎បាទ055បាទនេះយក ID ខាងលើនេះមកវាយចូល enter មកបាទវានឹងចាប់នៅ row របស់ ID 055នេះមកទាំងអស់បាទនេះ monitor មានចំនួន15គ្រឿងក្នុងមួយគ្រឿងតម្លៃ$60.10 សេនហើយតម្លៃសរុបបាទគឺ$901.50សេន
ទៅតាមនឹងមកលុយខ្មែរណាគិតទៅតាមហ្នឹងបាទអញ្ចឹងយើងចង់ search នៅ ID ណាមួយឧបមាថា search នៅ ID នៅ row ទី4បាទនៅលេខរៀងទី4គឺ457បាទវាយ457មកបាទអញ្ចឹងវាចាប់នៅ row ទី4នេះគឺ ID 457នេះគឺឈ្មោះថា RAM បាទ RAM មានចំនួន7ដែមក្នុងម្ដង$8.50សេនបាទនេះអញ្ចឹងយើងចង់ search នៅ ID ណាមួយឧទាហរណ៍មួយទៀតគឺយើង search នៅ ID 184បាទវាយ184ចូលមក enter ទៅវានឹងចាប់យកនៅ row ដែលមាន ID 184នឹងមកទាំងអស់នេះបាទគឺឈ្មោះថាម៉ៅមានចំនួន3ហើយម៉ៅមួយមានចំនួន$80យេម៉ៅថ្លៃរបស់គេបាទ$80ទៅតាមនឹងមកបាទនេះអញ្ចឹងវាចាប់នៅ row ដែលមាន ID 184នេះមកទាំងអស់អញ្ចឹងតារាងនេះបើយើង search ទេវាងាយស្រួលនឹងមើលនៅទិន្នន័យមួយបាទហើយបើសិនជាយើងមើលខាងលើនេះវាអាចនឹងច្រឡំបាទអាចនឹងច្រឡំទិន្នន័យបាទអញ្ចឹងរបៀបបង្កើតនៅ drop list down ហើយនឹងរបៀបបង្កើតនៅ search តាមរយៈ ID ខាងក្រោមនេះបានបញ្ចប់បាទសូមអរគុណបងប្អូនដែលបានតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទបើសិនគិតថាវីដេអូនេះល្អសូមបងប្អូនជួយ Subscribe មួយសូមអរគុណ